បញ្ជាក់ម្ដងទៀតគឺសម្រាប់ក្បួននេះគឺយើងអត់ដោតទៅលើការដើរមួយជើងទេក្បួននេះគឺលោកបូរ៉ាឬក៏បានឌីគាត់បានបញ្ជាក់គាត់បានខមមិនហ្នឹងគឺក្បួនសម្រាប់ទេតែពីរជើងក៏ស្លាប់ដែរគាត់បញ្ជាក់អំពីយើងកាត់លក់កូនលក់អីហើយសល់កន្លះបែបអញ្ចឹងនេះត្រីកូនត្រីគ្នាអញ្ចឹងហើយយើងដាក់ទូកអង្អញ្ចឹងយើងត្រូវវិធីសាស្ត្រពេលយើងលេងមែនតែនមួយគ្នាយើងចូលកន្លះហ្នឹងយើងនឹកឃើញក្បួនលោកបូរ៉ាយើងអាចស្លាប់បានយើងមិនចាំអង្គុយគិតយូរណាអញ្ចឹងយើងគាត់នេះគឺជាការវីដេអូចែកម្លែកឲ្យចាំកន្លះរបៀបលក់កូនឲ្យដឹងពីក្បួនស្លាប់លក្ខខណ្ឌបែបនេះទេពួកយើងចូលរួមថែរក្សានិងអភិរក្សអុកខ្មែរទាំងអស់គ្នាឥឡូវយើងមកចូលវីដេអូទី3គឺកន្លារបស់លោកគ្រូឈីបូរ៉ាហើយខ្ញុំបានចេញពីវីដេអូហើយមានបងប្អូនខមមិនច្រើនទាំងពីវីដេអូទី1រហូតដល់វីដេអូទី2ឥឡូវក៏មានការចូលរួមខមមិនកាន់តែច្រើនទៀតថាយើងអាចដើរបានរហូតដល់5ជើងអញ្ចឹងក៏យើងសម្រាប់ចិត្តថាធ្វើវីដេអូទី3ដើម្បីចែកម្លែកទាំងអស់គ្នាអញ្ចឹងអ្វីដែលជារួមសម្រាប់គោលបំណងរបស់កន្លារបស់លោកគ្រូបូរ៉ាមិនសកត់ធ្ងន់ទៅលើការដើរមួយជើងទេជារួមទៅកន្លានេះលោកបូរ៉ាគាត់ចង់ឲ្យដឹងពីក្បួនសម្លាប់ទេគឺគាត់លក់កូនលក់គោលក់សេះលក់អីអស់ហើយគឺសល់កន្លាប៉ុណ្ណឹងគឺរបៀបសម្លាប់គឺមិនមែនយើងអាចថាមិនមែនជាបដោតទៅលើការដើរមួយជើងទេហើយសម្រាប់វីដេអូទី2ក៏មានសម្លាញ់វ៉ាន់ឌីគាត់ជាធ្លាប់រៀននៅបឋមសិក្សាមួយគ្នាបែរគ្នា20ឆ្នាំហើយគាត់បានខមមិនហើយក៏បានឃើញគាត់ចូលរួមការប្រកួតអុករបស់យើងដែរក៏បានខមមិនដូចគ្នាពីគោលបំណងដែលខ្ញុំបាននិយាយមិញអញ្ចឹងគាត់ថាក្បួនកន្លានេះគឺមិនមែនបដោតទៅលើការរាប់មួយជើងទេជាក់ស្ដែងទៅដើរតែពីរជើងក៏ខ្មែរគាត់ចោះចាញ់ដែរបើយើងអ្នកចេះលេងដូចគ្នាណាគាត់យើងហក់សេះទៅកាត់សេះទុកដុកនេះគឺអស់កន្លាចោលខ្មែរគាត់ចាក់ក្តារចោលអញ្ចឹងយើងដើរតែពីរជើងក៏យើងអាចថាបានដែរអូខេឥឡូវយើងចង់ដឹងយើងនិយាយអំពីគោលដៅគោលបំណងពីកន្លានេះហើយអញ្ចឹងអ្វីដែលយើងអាចចេញជាវីដេអូទី3នេះឡើងគឺគ្រាន់តែយើងបំបែកវាថាឥឡូវគួរតែដើរមួយជើងមានវិធីសាស្ត្រដើរមិនដើម្បីដើរបានច្រើនជើងហើយក៏ជាការទស្សនាបែបសប្បាយហើយអាចថាគោលបំណងមួយទៀតយើងក៏មានការចូលរួមពីបងប្អូនអ្នកចេះលេងច្រើនអញ្ចឹងគាត់ខមមិនចូលរួមទៅវិញទៅមកក៏បង្កើតបានជាវីដេអូឲ្យកាន់តែច្រើនទៅដើម្បីជាការកម្សាន្តផងនិងគោលដៅដើម្បីជួយអភិរក្សនិងថែរក្សាអុកខ្មែររបស់យើងឥឡូវមុននឹងយើងចូលដល់វីដេអូទី3ដែលពួកគាត់បានខមមិនថាដើររហូតដល់បាន5ជើងអញ្ចឹងមុននឹងយើងចូលដល់ដើរ5ជើងបានដល់របៀបម៉េចយើងទៅរំលឹកពីវីដេអូទី1សិនដែលខ្ញុំធ្វើមកហ្នឹងគឺដែលយើងដើរបានតែ3ជើងទេអញ្ចឹងដើរ3ជើងយើងទៅមើលដើររបៀបម៉េចអញ្ចឹងការដើរ3ជើងយើងរាប់ទាំងអស់គ្នាសេះអុកមួយនេះគឺវេនសដើមជើងទី1អញ្ចឹងខាងខ្មៅស៊ីអូខេជើងទី1អញ្ចឹងជើងទី2បសគឺស៊ីសេះកន្លែងនេះគឺអត់មានអីដើរទេយើងដើរអីក៏ស្លាប់ដែរในការពីវីដេអូទី1អញ្ចឹងជើងទី3គឺអុកម៉ាទូស្លាប់នេះគឺជាវីដេអូទី1អូខេអញ្ចឹងឥឡូវយើងចូលដល់វីដេអូទី2ដែលបានខមមិនថាដើរ4ជើងអញ្ចឹងដើរ4ជើងយ៉ាងម៉េចគឺគាត់ហក់សេះនេះមកបាំងកន្លែងនេះគឺរាប់ដល់តែ4ជើងឥឡូវយើងទៅមើលទាំងអស់គ្នាវីដេអូទី2ជើងទី1របស់សគាត់កាត់អូខេចេះសិនដាក់គ្រប់ចំនួនអញ្ចឹងវីដេអូទី2គឺដើរបាន4ជើងគឺសជើងទី1យកត្រីស៊ីសេះខ្មៅជើងទី2អូខេជើងទី2អញ្ចឹងគាត់បោះសេះមកនេះអញ្ចឹងយើងត្រូវតម្រូវដាច់ខាតត្រូវស៊ីសេះហ្នឹងគឺសជើងទី3អញ្ចឹងគាត់ដើរទៅណាដើរមកនេះអញ្ចឹងយើងដាក់បន្ទុកទៀតស្លាប់ជើងទី4អញ្ចឹងកន្លែងនេះគឺយើងដើរបានរហូតដល់4ជើងអញ្ចឹងក៏មានវីដេអូទី5គាត់ដើរបានរហូតដល់5ជើងអញ្ចឹងសម្រាប់ដើររហូតដល់5ជើងគឺដើរវាមិនអញ្ចឹងយើងទៅមើលទាំងអស់គ្នាវីដេអូទី3នេះយើងនឹងនិយាយអំពីការដើររហូតដល់បាន5ជើងអូខេអញ្ចឹងយើងហក់មកសេះដដែលសទី1អូខេស៊ីសេះសទី2រាប់ទាំងអស់គ្នាយឺតយើងបោះសេះមកដដែលសទី3អូខេយើងធ្វើម៉េចដើម្បីឲ្យសដើរមួយជើងទៀតគឺលក់ទូកអុកមុនអូខេសទី4យើងដើរអីដើរទៅដើរអង្គដើរគោក៏ស្លាប់ដែរយើងដើរអង្គចឹងយើងសទី5អញ្ចឹងនេះគឺជាវីដេអូទី3ដែលបញ្ជាក់អំពីកន្លែងអុករបស់លោកគ្រូបូរ៉ាដែលយើងដើរបានរហូតដល់សដើរបានដល់5ជើងអញ្ចឹងជារួមមកវិញនេះប្រហែលជាអាចថាវីដេអូចុងក្រោយសម្រាប់ក្បួននេះហើយខ្ញុំអត់ធ្វើបន្តទៀតទេហើយបញ្ជាក់ម្ដងទៀតគឺសម្រាប់ក្បួននេះគឺយើងអត់បដោតទៅលើការដើរមួយជើងទេក្បួននេះគឺលោកគ្រូបូរ៉ាឬក៏បានឌីគាត់បានបញ្ជាក់គាត់បានខមមិនហើយគឺក្បួនសម្លាប់ទេតែពីរជើងក៏ស្លាប់ដែរគាត់បញ្ជាក់អំពីយើងកាត់លក់កូនលក់អីហើយសល់កន្លះបែបអញ្ចឹងនេះត្រីកូនត្រីគ្នាអញ្ចឹងហើយយើងដាក់ទូកផ្អឹបអង្គអញ្ចឹងយើងត្រូវវិធីសាស្ត្រពេលយើងលេងមែនតែនមួយគ្នាយើងចូលកន្លាហ្នឹងយើងនឹកឃើញក្បួនលោកគ្រូបូរ៉ាយើងអាចស្លាប់បានយើងមិនចាំអង្គុយគិតយូរណាអញ្ចឹងយើងគាត់នេះគឺជាការវីដេអូចែកម្លែកឲ្យចាំកន្លារបៀបលក់កូនឲ្យដឹងពីក្បួនស្លាប់លក្ខខណ្ឌបែបនេះទេអញ្ចឹងអរគុណសម្រាប់បងប្អូនទាំងអស់ដែលបានចូលរួម like ចូលរួម comment ចូលរួមចែកម្លែកវីដេអូខ្មែររបស់យើងហើយលើកទឹកចិត្តថាបើសិនជាបងប្អូនអ្នកចូលចិត្តវិស័យអុកអ្នកដែលលេងអុកហ្នឹងលេងជាក់ស្ដែងមានកន្លែងអីដែលល្អមានកន្លែងអីដែលពិសេសលើកទឹកចិត្តឲ្យធ្វើវីដេអូចែកម្លែកបងប្អូនថាខ្ញុំអត់ចេះធ្វើវីដេអូទេខ្ញុំបងប្អូនគាត់ screenshot ក្បួនកន្លាហ្នឹងមកហើយ comment ទៅហើយបញ្ចូលឲ្យខ្ញុំយល់ទៅខ្ញុំនឹងយកកន្លារបស់បងប្អូនដែលលេងផ្ទាល់ហ្នឹងដែលជួនកាលយើងលេងផ្ទាល់វាផុសអាកន្លាហ្នឹងមកហ្មងអញ្ចឹងឃើញកន្លាល្អបងប្អូនអាច comment ប្រាប់នៅក្នុងគ្រប់វីដេអូរបស់ខ្ញុំនឹងយកកន្លារបស់បងប្អូនយកមកចែកម្លែកដើម្បីឲ្យយើងថាឲ្យអ្នករៀនលេងឲ្យអ្នកដែលគាត់អ្នកចូលចិត្តស្រឡាញ់គាត់ដឹងពីវិធីស្លាប់វិធីក្បាច់ថ្មីក្នុងគោលដៅគោលបំណងគឺដើម្បីថែរក្សានិងអភិរក្សអុកខ្មែររបស់យើងទាំងអស់គ្នា